សូមគោរពទៅដល់ថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកកម្មករដែលកំពុងអនុវត្តជាជួរនៅក្នុងក្រុមហ៊ុនរឹតទីកៅស៊ូថ្ងៃនេះយើងខ្ញុំជាបុគ្គលិកបច្ចេកទេសទាំងពីរនាក់បានពំនាំយកនៅបទដ្ឋាននៃការលាបថ្នាំមេឃស៊ីនដើម្បីព្យាបាលជំងឺដូច្នេះសូមបងប្អូនតាមដាននិងទស្សនាដូចតទៅដោយនៅក្នុងរដូវកាលគ្លៀងធ្លាក់ជោគជាំគ្រប់ចំការកៅស៊ូតែងតែកើតមានឡើងនៅជំងឺនៅលើផ្ទះមុខជាដូច្នេះដើម្បីព្យាបាលជំងឺយើងត្រូវតែលាបថ្នាំមេស៊ីដើម្បីការពារជំងឺកុំឲ្យកើតមានឡើងសម្ភារៈនៃការលាបថ្នាំមេស៊ីគឺមានថ្នាំមេស៊ីកំប៉ុងទឹកសុទ្ធមានច្រាសលាយជាមួយទឹកដើម្បីយើងលាបទៅតាមកំណត់ដែលដើមដែលយើងត្រូវលាបដើម្បីលាបថ្នាំឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារបច្ចេកទេសដូច្នេះយើងត្រូវលាបឲ្យសពនៅចំណុចកែងលើនិងកែងក្រោមមានទំហំពីលើមុខជា5សង់ទីម៉ែត្របទដ្ឋាននៃការលាបថ្នាំមេស៊ីសូមចប់តែត្រឹមនេះសូមអរគុណនិងសូមជម្រាបលា